សូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ពូណាត់ដំណើររឿងពិតទាំងអស់គ្នាហើយថ្ងៃនេះដែរខ្ញុំមានសាច់រឿងពិតរបស់បងប្រុសម្នាក់ដែលបានចែករំលែករឿងរន្ធត់កំឡុងឆ្នាំ2023បើគិតឆ្នាំ2023រហូតដល់ឆ្នាំ2026នេះរឿងនេះបងប្រុសគាត់ថាអាចនឹង3ឆ្នាំនឹងឯងបងប្រុសគាត់និយាយថាចេះគាត់ថាកំឡុងឆ្នាំ2023ហ្នឹងបងប្រុសតែងតែយកផ្លែឈើមកលក់របៀបថាគាត់ទៅយកផ្លែឈើមកកន្លែងនៅឯកណ្ដាលទីក្រុងភ្នំពេញនេះក៏ប៉ុន្តែខ្ញុំភ្លេចឈ្មោះផ្សារនឹងបាត់បងប្អូនគាត់ថានៅចិត្តផ្សារដើមកោហើយបើសិនជាបងប្អូនស្គាល់បងប្អូនជួយ comment នៅខាងក្រោមផងដោយសារតែខ្ញុំអត់ដែរសូវដើរហើយចឹងអត់សូវស្គាល់ផ្សារដុំហ្នឹងទេបងប្អូនធ្លាប់តែចេញពីធ្វើការរោងចក្រអញ្ចឹងមកចូលមកហូបបាយឲ្យសម្រាប់អញ្ចឹងអត់សូវស្គាល់ច្បាស់ហ្មងទេអញ្ចឹងអត់សូមបងប្អូនទាំងអស់គ្នាអធិស្ឋានហើយមុននឹងចូលសាច់រឿងពេលនេះខ្ញុំចង់សួរសុខទុក្ខពុកម៉ែបងប្អូនទាំងអស់គ្នាសុខសប្បាយជាទីចំពោះខ្ញុំមិនសូវជាសុខហ្មងនេះតាំងពីឆ្នាំ2026នេះមកដែលយ៉ាងមានរឿងជាច្រើនដែលត្រូវដោះស្រាយអញ្ចឹងណាហើយដូចជារដូវនេះក៏ជារដូវខែភ្លៀងដែរបងប្អូនអញ្ចឹងបងប្អូនទាំងអស់គ្នាថែរក្សាសុខភាពឲ្យបានល្អហូបបាយឲ្យច្រើនហូបទឹកឲ្យបានច្រើនដើម្បីបំពេញរាងកាយរបស់យើងដើម្បីទៅបំពេញការងារអាជីវករឬក៏លក់ដូររបស់យើងឬក៏ធ្វើការឲ្យយើងនេះធ្វើការយើងធ្វើការឲ្យគេដើម្បីយកលុយមកផ្គត់ផ្គង់គ្រួសារហ្នឹងហើយអញ្ចឹងកុំឲ្យខាតពេលវេលាយូរតោះបងប្អូនអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នារីករាយស្ដាប់រឿងពេញជាមួយនឹងខ្ញុំសាច់រឿងនេះដែរខ្ញុំទទួលបានពីបងប្រុសម្នាក់ឈ្មោះថាបងធីបានចែករំលែករឿងនេះកំឡុងឆ្នាំ2023បងប្អូនក៏ប៉ុន្តែមុននឹងឈានមកដល់ការ2023បងធីគាត់មកលក់ផ្លែឈើនេះខ្ញុំចង់និយាយពីប្រវត្តិបងធីបន្តិចបងប្អូនតាំងពីដើមមកហេតុអីបានបងប្រុសគាត់មានមុខរបរជាអ្នកលក់ផ្លែឈើនឹងឯងបងធីគាត់និយាយចេះគាត់ថាកំឡុងឆ្នាំ2015ហ្នឹងបងប្រុសជាអ្នករស់នៅខេត្តទេបងប្អូនគាត់ជាអ្នកខេត្តកំពង់ឆ្នាំងក៏ប៉ុន្តែពេល2015ហ្នឹងបងប្រុសមកធ្វើការរោងចក្រមួយកន្លែងនៅឯតបូខៀវអញ្ចឹងកំឡុងពេលហ្នឹងបងប្រុសធ្វើការក៏បានស្គាល់នារីម្នាក់ដែលត្រូវជាប្រពន្ធរបស់គាត់ឯបច្ចុប្បន្ននេះឯងរបៀបថាបងស្រីគាត់ជាធ្វើការមួយកន្លែងនៅឯក្រុមហ៊ុនឯកជនមួយកន្លែងបងស្រីគាត់ជារបៀបថាគាត់ធ្វើការជាអ្នកនៅ office បងប្អូនរបៀបថាធ្វើការនៅកន្លែង office អីចឹងទៅអ្នកគិតលុយគិតបញ្ជីអីចឹងណាក៏ប៉ុន្តែថ្ងៃមួយហ្នឹងបងធីគាត់ក៏បានចេញពីធ្វើការអញ្ចឹងទៅគាត់តែងតែឃើញបងស្រីហ្នឹងអូយស្អាតមែនតើគាត់ថាអាយ៉ាកូននេះស្អាតគាត់បាទគាត់និយាយជាមួយនឹងមិត្តភក្តិរបស់គាត់តែកំឡុងពេលហ្នឹងគាត់អត់ហ៊ានរបៀបថាអត់ហ៊ានញ៉ែឬក៏ហ៊ានអីនិយាយត្រង់ដែរដោយសារតែយើងអាចនិយាយថាគាត់មកធ្វើការថ្មីថ្មោងអញ្ចឹងណាអញ្ចឹងកំឡុងពេលដែលគាត់ឃើញនារីម្នាក់ដែលត្រូវជាប្រពន្ធរបស់គាត់ថ្ងៃអនាគតហ្នឹងស្រាប់តែគាត់ឃើញហ្នឹងតែងតែនិយាយលេងចេះចោះទៅគាត់ក៏បានស្រឡាញ់គ្នារយៈពេលដល់2015ដល់2017នោះក៏បានស្រឡាញ់គ្នាជាមួយនឹងប្រពន្ធរបស់គាត់រយៈពេល2ឆ្នាំអញ្ចឹងគាត់ក៏សម្រេចចិត្តថារៀបការអញ្ចឹងណាបងប្អូនហ្នឹងឯងក៏ប៉ុន្តែបងធីគាត់ធ្វើការរោងចក្ររាល់ថ្ងៃហ្នឹងរបៀបថាគាត់ធ្វើការហត់ពេករបៀបថាគាត់ធ្វើការនៅខាងផ្នែកឃ្លាំងអញ្ចឹងបងប្អូនលើកណាត់លីកណាត់លើករបស់ធ្ងន់អញ្ចឹងទៅហើយប្រពន្ធរបស់គាត់បងស្រីហ្នឹងគាត់ខ្ញុំដាក់ឈ្មោះថាបងធីតាក៏ចោះបងធីតាហ្នឹងគាត់ឃើញប្តីរបស់គាត់ហ្នឹងធ្វើការហត់តែងតែត្អូញថាឈឺចង្កេះឈឺឆ្អឹងឈឺឆ្អែងឈឺខ្នងអីអញ្ចឹងទៅកំឡុងពេលហ្នឹងដែរបងស្រីហ្នឹងគាត់ក៏ថាបងខ្ញុំចង់ឲ្យបងឯងឈប់ធ្វើការរោងចក្រខ្ញុំចង់ឲ្យបងឯងរកស៊ីអីមួយប៉ុន្តែមិនដឹងថាចង់រកស៊ីអីទេកំឡុងពេលហ្នឹងបងធីគាត់ថាបងឯងបងរកស៊ីអីបើយើងសន្សំលុយមិនទាន់បានគ្រប់កំឡុងពេលហ្នឹងដែរបងធីគាត់ថាចាំមើលបងរបៀបថាខ្ចីលុយប្អូនខ្លះបងថាចង់ទិញលម្អមួយរកស៊ីផ្លែឈើអូនហើយបងស្រីគាត់ក៏គាត់ថាបើរកស៊ីផ្លែឈើក៏មិនយ៉ាងដែរដោយសារតែផ្លែឈើគាត់របៀបថាគាត់អាចរកលុយបានជាប្រចាំអាទិត្យអញ្ចឹងបងប្អូនពួកអីរកលុយបានប្រចាំអាទិត្យមានន័យមិនមានន័យថាអត់តែថ្ងៃសិលផ្លែឈើយើងលក់ដាច់ដែរគាត់ចង់មានន័យអញ្ចឹងណាបងប្អូនអញ្ចឹងកំឡុងពេលហ្នឹងបងធីគាត់ក៏មានពូម្នាក់ដែលជាអ្នកលក់ផ្លែឈើដែរអញ្ចឹងបងធីក៏បានតាក់ទងសួរថាលក់របៀបម៉េចអីរបៀបម៉េចអញ្ចឹងទៅបងធីក៏បានតំណាក់តំណងទិញលម្អទិញអីរួច
គាត់ក៏បានមកលក់ផ្លែឈើជាមួយនឹងប្រពន្ធរបស់គាត់បងស្រីក៏គាត់ឈប់ធ្វើការដែរចឹងគាត់ពីរនាក់ប្តីប្រពន្ធគាត់ហ្នឹងក៏ចាប់ដៃគ្នារកស៊ីផ្លែឈើមកកន្លែងនៅឯមួយកន្លែងនៅឯទូប្រូហ្នឹងទៅហ្នឹងហើយបន្ទាប់មកទៀតបងធីគាត់ក៏លក់ផ្លែឈើពីដំបូងឡើយគាត់និយាយថាលក់ពីដំបូងឡើយគាត់ដាក់ផ្លែឈើតិចៗឯងដោយសារតែយើងអត់ទាន់មានម៉ួយមានអីដូចគេលក់ដូរជាប្រចាំចឹងបងប្អូនប៉ុន្តែគាត់ថាថ្ងៃដំបូងគាត់សប្បាយចិត្តមែនទែនគាត់សប្បាយចិត្តមិនផ្លែឈើរបស់គាត់លក់របៀបថាគាត់ដាក់ចេក5-10ស្និតឬក៏20ស្និតចឹងគេទិញអស់ដូចជាមានផ្លែឈើមានសៅម៉ៅមានអីចឹងទៅគេទិញអស់គាត់ពីអ្នកប្តីប្រពន្ធគាត់ថាសប្បាយចិត្តមែនទែនរបៀបថាថ្ងៃដំបូងដែលយើងរកស៊ីអាចគិតថាដំណើរការល្អអញ្ចឹងបងប្អូនក៏ប៉ុន្តែបន្ទាប់មកទៀតពីមួយថ្ងៃទៅមួយថ្ងៃពីអ្នកប្តីប្រពន្ធរបស់គាត់នេះរបៀបថាគាត់តែងតែកាក់កបពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងបងប្អូនអញ្ចឹងមួយថ្ងៃបន្ទាប់បងធីនេះគាត់ក៏ទៅទិញទៅយកផ្លែឈើនៅឯផ្សារអីគេបងប្អូនផ្សារនៅផ្សារដាំកូននេះគេហៅផ្សារអីគេខ្ញុំអត់ស្គាល់ខ្ញុំភ្លេចបាត់ទៅគាត់ប្រាប់ខ្ញុំតែប៉ុន្តែខ្ញុំអត់ចាំដោយសារតែខ្ញុំដូចខ្ញុំនិយាយពីដើមមកអញ្ចឹងដោយសារតែខ្ញុំអត់ស្គាល់អញ្ចឹងកំឡុងពេលហ្នឹងកំឡុងពេលដែលគាត់ទៅយកផ្លែឈើគាត់ជិះកាត់រាល់ថ្ងៃរបៀបថាតាមផ្លូវទូប្រូមកអញ្ចឹងទៅតាមផ្លូវវែងស្រេងកាត់មកតាមចំោះជ្រូកទៅឲ្យកៅផ្សារដើមគោហ្នឹងទៅហ្នឹងហើយអញ្ចឹងកំឡុងពេលថ្ងៃមួយបងធីគាត់របៀបថាពេលព្រលឹមឡើងហ្នឹងគាត់រៀបចំអីវ៉ាន់របស់គាត់ប្រដាប់ប្រដាដែលលម្អរបស់គាត់ហ្នឹងទៅផ្សារដើម្បីឲ្យគាត់លក់ដូរផ្លែឈើអញ្ចឹងណាគាត់អត់សុខរបៀបថាគាត់អូស Facebook មកមើលព័ត៌មានដោយសារតែថ្ងៃហ្នឹងរោងចក្រឬក៏បងប្អូនដែលគាត់ធ្វើការអញ្ចឹងផ្លែឈើគាត់លក់អត់សូវដាច់អញ្ចឹងកំឡុងពេលហ្នឹងគាត់អត់សុខគាត់មើល TikTok មើលនារីរាំបាត់តយអញ្ចឹងទៅឬក៏មើលស្អីស្អាតអីអញ្ចឹងទៅតែនិយាយនេះកុំឲ្យបងធីលឺបាត់បងធីលឺជួនកាលអាចថាខ្ញុំហ្នឹងថាចេះចុះយើងចូលមកទៀតបន្ទាប់ដែលគាត់មើលអញ្ចឹងទៅគាត់ក៏ឃើញសារព័ត៌មានមួយកន្លែងដែលគាត់អូសរបៀបថាគាត់អូសមើលទូរស័ព្ទអញ្ចឹងទៅក៏ឃើញសារព័ត៌មានគេចុះផ្សាយរបៀបថាជួបគ្រោះថ្នាក់ចរាចរណ៍មួយកន្លែងដែលផ្លូវដែលគាត់ធ្លាប់ជិះអញ្ចឹងខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថាបងធីគាត់លក់ផ្លែឈើនៅឯផ្សារទូប្រូមែនក៏ប៉ុន្តែគាត់ស្នាក់នៅឯចិត្តម្ដុំព្រៃសរនោះទេប៉ុន្តែផ្លូវមួយកន្លែងហ្នឹងខ្ញុំសុំលាក់ទៅចុះតំបន់ដែលគេជួបគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងណាអញ្ចឹងកំឡុងពេលដែលបងធីគាត់អូសអញ្ចឹងទៅឃើញបរិសម្នាក់ហ្នឹងដូចជាបរិសដែលជួលនៅក្បែរតូបគាត់អញ្ចឹងវាថាដូចបងធីគាត់ជួលតូបលេខ5អញ្ចឹងបរិសម្នាក់ហ្នឹងជួលតូបលេខ6អញ្ចឹងគាត់ធ្លាប់តែនិយាយគ្នាលេងពីនេះពីនោះហើយអ្វីដែលសំខាន់នោះម៉ូតូដែលបរិសម្នាក់ហ្នឹងដួលហើយឡានរបៀបថាស្មាត់ទោសបងប្អូនវាថាឡានចកត់វាលើអញ្ចឹងគាត់ដាច់ទៅហ្នឹងហើយកំឡុងពេលហ្នឹងបងធីគាត់ក៏ឃើញបរិសម្នាក់ហ្នឹងព័ត៌មានធម្មតាព័ត៌មានគេអត់ថតចំបានដោយសារខ្លាច Facebook ចាប់អីអញ្ចឹងណាកំឡុងពេលនេះក៏ថតបានតែជើងហើយនឹងម៉ូតូអាគប់អញ្ចឹងបងធីគាត់ថាមើលរៀងរើបងប្រុសម្នាក់នេះដូចជាបងប្រុសដែលជួលតូបនៅក្បែរយើងអនឡាញមើលហ្នឹងវិញអញ្ចឹងបងស្រីហ្នឹងគាត់ក៏មើលគាត់ថារៀងរើមើលដូចសនាងនឹងដែរបងប៉ុន្តែសំខាន់អត់ឃើញមុខយើងមើលឃើញអត់ឃើញមុខអញ្ចឹងយើងក៏អត់ទៅចាំបានតែគាត់ចាំបានតែថងថាបងប្រុសដែលជួលតូបគាត់ហ្នឹងក៏ជិះម៉ូតូអាគប់នឹងដូចគ្នាដែរក៏ប៉ុន្តែស្លាកលេខរឿងអីហ្នឹងអាគប់អីហ្នឹងមើលទៅវាយ៉ាងចាស់ប៉ុន្តែវាស្លាកលេខក៏មើលយ៉ាងអត់សូវច្បាស់ដែរបន្ទាប់ពេលដែលបងធីគាត់ឲ្យប្រពន្ធគាត់មើលចឹងទៅហើយតូបហ្នឹងក៏ចែកដនតូបហ្នឹងគាត់បិទទៀតអញ្ចឹងគាត់មិនដឹងថាបរិសម្នាក់ហ្នឹងឬក៏មិនមែនទេអញ្ចឹងកំឡុងពេលដែលម៉ោង8ហ្នឹងបងធីគាត់ក៏របៀបថាបងប្អូនកម្មការនៃរោងចក្រហ្នឹងគាត់បានទិញផ្លែឈើទិញអីរួចចឹងទៅបងធីគាត់ប្រាប់ប្រពន្ធគាត់ថាអូនរៀបចំឲ្យវ៉ាន់ទៅយើងប្រញាប់ទៅផ្ទះដោយសារតែផ្លូវដែលយើងទៅហ្នឹងដែលផ្លែគ្រោះថ្នាក់ហ្នឹងក៏ផ្លូវនៅតាមផ្លូវទៅផ្ទះគាត់វិញដែរអញ្ចឹងណាដោយសារតែគាត់ត្រូវទៅជីតាមផ្លូវហ្នឹងអញ្ចឹងគាត់ចង់តែមើលឲ្យច្បាស់ថាបរិសម្នាក់ហ្នឹងឬក៏មិនមែនអញ្ចឹងណាអញ្ចឹងបន្តមកទៀតបងធីគាត់ថាផ្លូវដែលគាត់ជិះទៅនោះស្ទះខ្លាំងមែនទែនរបៀបថាតាំងពីម៉ោង8ដល់ម៉ោង10បងប្អូនស្ទះខ្លាំងមែនទែនដោយសារតែជួបគ្រោះថ្នាក់មួយហ្នឹងគឺថាវា
បាត់បង់មនុស្សអញ្ចឹងម្នាក់តែងតែឈប់មើលយ៉ាងដល់ស្ទះគាត់ថាស្ទះជិះមកដល់ផ្ទះម៉ោង10អញ្ចឹងកំឡុងពេលដែលគាត់ឃើញសាកសពរបស់ម្នាក់ហ្នឹងបងធីគាត់អែបលមកគាត់លក់ផ្លែឈើហ្នឹងគាត់ក៏ចុះទៅមើលថាទៅសុំគេមើលបើកណាត់មើលថាបងខ្ញុំសុំមើលសពបន្តិចបានអត់ដោយសារតែខ្ញុំសង្ស័យថាសពរបស់ម្នាក់ហ្នឹងដូចជាមនុស្សដែលខ្ញុំធ្លាប់ស្គាល់បងធីគាត់និយាយអញ្ចឹងក៏បានសុំប៉ូលីសសុំឲ្យមើលទៅក៏ប៉ុន្តែពេលហ្នឹងបងធីគាត់ថាមើលបរិសម្នាក់ហ្នឹងអត់ស្គាល់ទេរបៀបថាពីលើនេះខ្ទេចមកបងប្អូនហើយគាត់ឃើញល្អតាមមួយកណាត់ក្រោមអញ្ចឹងហើយបរិសម្នាក់ហ្នឹងរបៀបថាពាក់អាវពណ៌សដៃខ្លីហើយនឹងខោត្រឹមជង្គង់ពណ៌សបងប្អូនហើយបើតាមមើលវ័យបរិសម្នាក់ហ្នឹងអាចខ្ទង់60ទៅ65ឆ្នាំហ្នឹងឯងមើលបើតាមមើលស្បែកគាត់ជ្រាវជ្រួញអញ្ចឹងណាហើយបើតាមបងធីគាត់សួរនៅកន្លែងកើតហេតុហ្នឹងគាត់ថារបៀបថាមេឃភ្លៀងមកអញ្ចឹងតែតែមានភពវលឹមឲ្យតំបន់កន្លែងដែលគាត់ជួបល្បែងថារបៀបថាដូចអ៊ំប្រុសម្នាក់ហ្នឹងចុះគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ហ្នឹងរបៀបថាគាត់ជិះម៉ូតូហើយប៉ុន្តែគាត់ល្អិលរបៀបថាដូចមានសម្រាមដីយ៉ាងល្អិលអញ្ចឹងទៅហើយគាត់ចាប់ប្រាំងទៅគាត់ល្អិលដួលទៅឡានក៏កិនដាច់ដំណឹងទៅអញ្ចឹងណាអញ្ចឹងក៏បងធីហ្នឹងគាត់ក៏មើលសាកសមថាអត់ដែលស្គាល់ទេអត់ដែលស្គាល់សាកសពមួយហ្នឹងទេអញ្ចឹងបន្ទាប់មកទៀតបងធីគាត់ក៏ឡើងម៉ូតូហ្នឹងទៅហូបបាយនៅផ្ទះទៅគាត់ជិះម៉ូតូតាមផ្លូវតម្រដល់ផ្ទះម៉ោង10ជាងបងប្អូនគាត់ថាកំឡុងពេលដែលគាត់ហូបបាយនៅក្នុងគ្រួក្បាលរបស់គាត់ហ្នឹងធំក្លិនឆ្អាបលោហិតបងប្អូនរបៀបថាឆ្អាបខួរហើយនឹងលោហិតនៅពេញច្រមុះខ្ញុំមិនអាចនិយាយចំបានខ្វល់ខ្លាច YouTube ចាំអញ្ចឹងវាថាធំក្លិនខ្លាំងមែនទែនហើយបងធីគាត់ហូបបាយក៏មិនកើតអីក៏មិនកើតគាត់វាថាឆ្អើមនឹងចង់មកទឹកណាគាត់ប្រាប់ខ្ញុំអញ្ចឹងបងធីគាត់អត់សុខចិត្តទេគាត់ហូបបាយបដៅមើល live បដៅទៀតគាត់ថាចំថាលោកពូម្នាក់ហ្នឹងមើលដូចធ្លាប់ស្គាល់មិនទេប៉ុន្តែបើគាត់អត់ឃើញប្រកែកផងហ្នឹងហើយហេតុអីបានគាត់អត់ដឹងថាពីណាពីណីអញ្ចឹងទៅបងធីគាត់អស់ចិត្តទេគាត់ងូតទឹករួចអីរួចគាត់ក៏ចុះក្រោមប្រពន្ធរបស់គាត់សួរថាបងទៅណាអូបងទៅមើលកន្លែងគេជួបគូណានេះមិនផ្លែតបងគិតថាដូចពូម្នាក់ហ្នឹងអូនបងធីគាត់និយាយអញ្ចឹងបងធីគាត់ក៏ជិះម៉ូតូក៏ដោះលមកចេញពីនឹងពីលមករបស់គាត់ធម្មតាលមកវាមានឡាញមូលក៏ដោះគាត់ជិះម៉ូតូមកមើលម្ដងទៀតគាត់ជួបសាច់ញាតិអត់ស្គាល់ទេអញ្ចឹងគាត់អស់ចិត្តគាត់ថាអូមិនមែនពូម្នាក់ហ្នឹងទេអញ្ចឹងគាត់ក៏វិលវិញសម្រាប់ធម្មតាប៉ុន្តែយប់ដែលគាត់សម្រាប់ហ្នឹងគាត់របៀបថាយកសពអត់ល្អសោះរបៀបថាគាត់យកសពឃើញលោកពូម្នាក់ហ្នឹងកាន់ក្បាលដើរចេះគាត់ចេះតែអសពរបៀបថាមនុស្សគាត់ឃើញអញ្ចឹងចង់ស្លុតណាបងប្អូនរបៀបអញ្ចឹងបងធីគាត់របៀបថាគាត់សេះអសោះដេកក៏មិនលក់គាត់ក៏បានដាក់ប្រពន្ធគាត់ទៅយកផ្លែឈើនៅឯចិត្តផ្សារដើមគោមិនដឹងផ្សារអីខ្ញុំភ្លេចបាត់តែក៏ប្រាប់ដែរបើបងប្អូនដឹងក៏ភ្លេចជួយប្រាប់ផងរបៀបថាម៉ោង3ទៀបភ្លឺហ្នឹងបងធីគាត់ឡើងទៅយកផ្លែឈើបងប្អូនគាត់ឡើងទៅយកផ្លែឈើដើម្បីយកមកលក់ស្អែកឡើងទៀតអញ្ចឹងណាស្រាប់តែគាត់ជិះគាត់កាត់តាមហ្នឹងគាត់របៀបថាព្រួយសបល់ខ្ញាព្រួយសបល់បងប្អូនដែលរបៀបថាដូចព្រួយសបល់ហ្នឹងរបៀបថាព្រួយសបល់ទៅបីខ្ញុំនិយាយក៏ព្រួយសបល់ដែរបងធីគាត់ជិះម៉ូតូដល់កន្លែងដែលគេជួបគ្រោះថ្នាក់ចរាចរណ៍នេះបងប្អូនដឹងមិនទេស្រាប់តែគាត់ជិះដល់កន្លែងហ្នឹងគាត់ព្រួយសបល់ហើយគាត់ជិះទៅធម្មតាគាត់អត់មានឃើញអីប៉ុន្តែឃើញតែសញ្ញាខួរបែកខ្ទេចនឹងវល់ឲ្យសប្រៃក្រហមមិននឹងឯងក៏ប៉ុន្តែពេលហ្នឹងគាត់ជិះទៅជាធម្មតាដូចអត់មានជួបកើតហេតុអីទេប៉ុន្តែពេលដែលគាត់មកវិញគាត់ត្រឡប់វិញក៏ជាធម្មតាដែរអញនិយាយថាជាធម្មតាទាំងអស់ម្លងបាន3ថ្ងៃបងធីគាត់ទៅយកផ្លែឈើម្ដងទៀតនិយាយអញនិយាយថាម៉ោង2ហ្នឹងគាត់បញ្ញាប់យកមកលក់មែនតើដោយសារតែស្អែកឡើងថ្ងៃសៅរ៍គាត់ត្រូវទៅយកអីវ៉ាន់ថ្ងៃហ្នឹងផ្លែឈើថ្ងៃហ្នឹងដើម្បីយកមកលក់ថ្ងៃស្អែកហ្នឹងហើយបងប្អូនប៉ុន្តែបងប្រុសគាត់ថាជិះទៅយកម៉ោង2ទៀបភ្លឺបើអត់ទៅពីម៉ោង2ទៀបភ្លឺទេយកអត់ទាន់គេទេដោយសារតែអាជីវករលក់ដូររបស់យើងក៏មានច្រើនដែរអញ្ចឹងបើសិនជាគាត់អត់ឡើងម៉ោង2ម៉ោង1ទេឲ្យយកអត់ទាន់គេទេរបៀបថា
គេលក់ច្រើននិយាយចាំទៅសុំទោសបងហូបទឹកមួយសិនខ្ញុំឈឺកមែនតើបន្ទាប់ពេលដែលបងប្រុសគាត់ទៅយកផ្លែឈើនេះគាត់ជិះដល់កន្លែងកើតហេតុមួយហ្នឹងម៉ោងទៅតែម៉ោង2កន្លះឯងបងប្អូនម៉ោង2កន្លះបងធីគាត់ថាមានបុរសម្នាក់ពាក់អាវពណ៌សរូបរាងដូចលោកពូលោកឬក៏លោកអ៊ំមួយដែលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ហ្នឹងអត់មានក្បាលទេបងប្អូនអូយខ្ញុំនិយាយភ័យស្វល់ហ្នឹងសក់ខ្ញុំបាសជងបងប្អូនសក់បាសជងនិយាយភ័យស្វល់របៀបថាបងធីប្រពន្ធរបស់បងធីហ្នឹងគាត់របៀបថាគាត់នៅសម្រានលឿងរឹងរបៀបថាលំអរបស់គាត់ហ្នឹងអាចយល់រឹងដាក់រឹងចងបានណាបងប្អូនដែរឃើញអត់បងស្រីពេលហ្នឹងគាត់ពោះធំកំណើតកូនគាត់ឈ្មោះមរកតរាល់ថ្ងៃនេះអញ្ចឹងកំឡុងពេលហ្នឹងបងស្រីគាត់បានសម្រានទៅបងធីហ្នឹងគាត់ជិះលំអអញ្ចឹងទៅស្រាប់តែបងប្អូនទាំងមិនឃើញសាកសពបុរសម្នាក់ហ្នឹងវាថាខ្មោចទៅចោះកាន់ក្បាលហើយនឹកអង្គុយកណ្ដាលផ្លូវទៀតពេលដែលបងប្រុសជិះលំអទៅអញ្ចឹងបងធីគាត់ឃើញចំលេងអញគាត់និយាយអញ្ចឹងបងធីគាត់និយាយចំលេងអញប្រពន្ធបងធីគាត់ក៏ភ្ញាក់មកថាបងមានរឿងអីមែនបងធីគាត់ថាអត់អីទេអូនបងរបៀបថាយ៉ាងងក់បន្តិចបងជិះម៉ូតូងក់ប៉ុន្តែបងប្អូនហ្នឹងមិនហីធម្មតាលំអតែងតែមានកញ្ចក់សងខាងចេះបងធីគាត់ជិះម៉ូតូជិះលំអរបស់គាត់កាន់ក្បាលរត់មកអញ្ចឹងតាមពីក្រោយគាត់មើលតាំងកញ្ចក់អង្គគាត់អូយគាត់ថាខ្ញុំនិយាយហ្នឹងក៏ខ្លាចមែនតើកាន់ក្បាលរត់មករបៀបថាដៃលវាអញ្ចឹងហើយដល់ពេលហ្នឹងបងធីគាត់ថាអូលេងអញមែនតើបងដឹងមិននេះបងប្អូនបងធីគាត់អត់ហ៊ានប្រាប់ប្រពន្ធគាត់ទេដោយសារតែប្រពន្ធរបស់គាត់នេះពោះធំកំណើតកូនគាត់អញ្ចឹងបើសិនជាគាត់និយាយអាចប្រពន្ធគាត់ស្លុតឬក៏ស្មារតីទុនខ្សោយជាងបងធីអញ្ចឹងបងធីគាត់និយាយថាគាត់មិនសូវជាខ្លាចពេកទេប៉ុន្តែគាត់ principle ចុះធម្មតាបងប្អូនរត់មកមានក្បាលមកពីណាលេងកាន់យូរអញ្ចឹងអីចុះបើសិនជាបងប្អូននេះខ្លាចអត់បើចំពោះខ្ញុំវិញជិះលំអលេងទៅមុខបាត់ហើយអាហ្នឹងចំពោះខ្ញុំខ្លាចខ្មោចអញ្ចឹងបន្ទាប់ពីដែលបងធីគាត់យកអីវ៉ាន់ឬក៏យកផ្លែឈើនឹងរួចគាត់ក៏ជិះមកដល់បានពាក់កណ្ដាលផ្លូវជិះមកដល់ពាក់កណ្ដាលផ្លូវពេលហ្នឹងម៉ោង5ម៉ោង5កន្លះស្រាងហើយបងធីហ្នឹងគាត់ឃើញក្មេងម្នាក់ខ្ទង់13 14ឆ្នាំបងធីគាត់ថាជិះមកដល់កន្លែងក្មេងដើរហ្នឹងគាត់ថាចុះអូនឯងទៅរៀនស្អីគេម៉ោង5ហ្នឹងបងធីក៏សួររបៀបថាដូចនិយាយលេងvớiក្មេងគាត់ថាអូនឯងទៅរៀនស្អីគេម៉ោង5ហ្នឹងកំឡុងពេលហ្នឹងប្រពន្ធបងធីគាត់របៀបថាអេះក្បាលចេះគាត់ឆ្ងល់មែនទេថាប្តីឯងហ្នឹងនិយាយចលែកនេះវិញគាត់បងស្រីគាត់និយាយក្នុងចិនចឹងថាចុំប្តីនិយាយចលែកវិញនិយាយពីណាគេបងកំឡុងពេលហ្នឹងប្រពន្ធបងធីហ្នឹងគាត់ក៏សួរបងធីចឹងទៅបងធីថាបងនិយាយបើអូនបងណាឃើញវាដើរឆ្លងផ្លូវមិញហ្នឹងឃើញអត់តែបងនិយាយមែននិយាយលេងបងធីគាត់ថាចុះបងដែរនិយាយមែនអីគាត់កុហកនឹងឯងហ្នឹងហើយដឹងមិនបានបងធីគាត់ថាកុហកពួកអីដូចខ្ញុំនិយាយតាំងពីដើមអញ្ចឹងប្រពន្ធគាត់ពោះធំអញ្ចឹងគាត់ដឹងថាអត់ស្រួលហើយដឹងថាខ្មោចលងហើយអញ្ចឹងបងធីគាត់ក៏សម្រួលប្រពន្ធគាត់ឲ្យសម្រាកវិញទៅប៉ុន្តែប្រពន្ធគាត់ក៏ដឹងដែរមិនអត់ទេពួកគាត់ដឹងគាត់ជួប2ដងហើយហ្នឹងហើយបន្ទាប់ពេលដែលថ្ងៃបន្តរហូតមកដល់បច្ចុប្បន្ននេះបងធីគាត់ថាពេលហ្នឹងកូនស្រីរបស់គាត់នឹងបានឆ្លងទលេហើយឈ្មោះថាមរកតបច្ចុប្បន្នប្អូនក្មួយស្រីនឹងមានអាយុ3ឆ្នាំហើយបងប្អូនហើយបងធីតាំងពីដែលមានរឿងហេតុភេទទាំងអស់ហ្នឹងមកបងធីគាត់ថាអត់ដែលទៅយកផ្លែឈើម៉ោង1ម៉ោង2យប់ទេបច្ចុប្បន្ននេះបងធីទៅយកផ្លែឈើម៉ោង6ម៉ោង7ព្រឹកនឹងឯងដោយសារតែមិនថាមកវាគាត់ខ្លាចទេបងប្អូនរបៀបថាកូនស្រីរបស់គាត់តើតែកូនស្រីរបស់គាត់ក្រោកបានគាត់អាចទៅយកផ្លែឈើបានអញ្ចឹងណាហើយសាច់រឿងរបស់បងធីគឺមានតែប៉ុណ្្នឹងឯងបងប្អូនហើយសាច់រឿងនេះផងដែរខ្ញុំអរគុណបងប្រុសធីមែនតើដែលបានចែករំលែករឿងរន្ធត់នេះមកកាន់ខ្ញុំហើយសម្រាប់បងប្អូនដែលចង់ចែករំលែករឿងរន្ធត់ឬក៏រឿងខ្មោចអីបងប្អូនអាចឆាតមកតាម Telegram ខ្ញុំបាននៅក្រោម description នៅខាងក្រោមវីដេអូហ្នឹងហើយបងប្អូនចឹងសាច់រឿងរបស់បងធីមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណបងប្អូនទាំងអស់គ្នាដែលស្ដាប់ដល់ចប់
ជម្រាបលាបាយបាយ